សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទៀតហើយដែលថ្ងៃនេះគឺមានរឿងថ្មីមួយទៀតហើយបងប្អូនសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តបាទហើយរឿងនេះដែលគឺបានមកពីបងស្រីម្នាក់ដែលគាត់គឺបានចែករំលែកដល់រូបខ្ញុំបាទអញ្ចឹងណាហើយគាត់ក៏បានសាច់រឿងពីម៉ែគាត់ដែរដោយសារតែម៉ែគាត់ក៏បាននិយាយប្រាប់គាត់អីអញ្ចឹងណាបងប្អូនដែលរឿងនេះគឺក្នុងខេត្តកំពង់ធំកុំឲ្យខាតពេលវេលាយូរបងប្អូនបាទហើយបងប្អូនមកថ្មីកុំភ្លេចជួយចុច Subscribe ម្នាក់មួយណាបងប្អូនដើម្បីលើកទឹកចិត្តដល់ Admin អញ្ចឹងរឿងហ្នឹងគឺផ្ដើមចេញពីយុវតីម្នាក់នាងគឺមានឈ្មោះថាធីតានាងគឺជាក្មេងស្រីម្នាក់ដែលឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រទោះបីជាគ្រួសាររបស់នាងគឺក្រលំបាកយ៉ាងណាក៏ដោយក៏នាងនៅតែខិតខំព្យាយាមរៀនសូត្ររហូតដល់នាងគឺរៀនចប់បរិញ្ញាបត្រហើយក៏ប្រឡងជាប់គ្រូបឋមតាមក្តីស្រមៃរបស់នាងហើយធីតានាងនៅជាមួយនឹងឪពុករបស់នាងបាទដោយសារតែម្ដាយរបស់នាងគឺបានស្លាប់ទៅហើយតែមិនយូរប៉ុន្មានឪពុករបស់នាងក៏បានចែកចង់ក៏ដូចជាស្រឡាញ់នៅមេម៉ាយម្នាក់ដែលនៅខាងភូមិហ្នឹងណាបាទហើយឪពុករបស់នាងក៏បានទៅនៅជាមួយនឹងភរិយាថ្មីរបស់គាត់ទៅទុកឲ្យតែធីតានឹងគឺនៅផ្ទះតែម្នាក់ឯងហើយផ្ទះរបស់នាងគឺទ្រុឌទ្រោមបាទក្រីក្រដែរទេហើយប្រក់ស្លឹកត្នោតហើយសសរចង្ដាលក៏ភ័យស្រួយទៅទៀតអញ្ចឹងគឺនាងមិនបោះបង់ការសិក្សារបស់នាងទេគឺនាងព្យាយាមហើយព្រមតស៊ូណាស់បងប្អូនអញ្ចឹងធីតាគាត់បានរៀនចប់បញ្ញាហើយក៏បានចូលជាគ្រូបង្រៀនហើយក៏បានជាប់ជាគ្រូបង្រៀនមួយនៅក្នុងសាលាបឋមនៅក្នុងខេត្តកំពង់ធំនឹងឯងនៅក្នុងស្រុកមួយប៉ុន្តែខ្ញុំមិនអាចប្រាប់ស្រុកក៏ដូចជាភូមិនឹងបាននោះទេណាបងប្អូនបាទដោយសារតែបច្ចុប្បន្នគឺមានប្រជាជនរស់នៅច្រើនកុះកផងដែរធីតាគាត់បានបរៀនសិស្សនៅក្នុងសាលាបឋមហ្នឹងគឺគាត់គឺជាគ្រូគំរូហើយគាត់គឺពូកែបង្រៀនសិស្សណាហើយសិស្សនៅក្នុងសាលាបឋមហ្នឹងគឺជាប់ណាទេគឺល្អទាំងអស់គ្នាហើយនាយកនៅទីនោះគាត់ក៏បានសរសើរបាទអំពីធីតាដែលគាត់ខិតខំប្រឹងប្រែងក៏ដូចជាបង្ហាត់បង្រៀនសិស្សហ្នឹងគឺឲ្យសិតតែពូកែទាំងអស់នៅក្នុងថ្នាក់ហ្នឹងណាហើយធីតាគឺជាគ្រូគំរូហើយលោកនាយកគឺផ្ដល់ប្រាក់ខែផ្សេងហើយប្រាក់ក្រៅផ្សេងដោយសារតែនាងខិតខំសម្អាតលក្ខណៈថាតុបតែងសាលាហ្នឹងគឺស្អាតណាស់បងប្អូនទាំងសិស្សស្រីសិស្សប្រុសនៅទីនោះគឺតែងតែគោរពធីតាដែលជាគ្រូនឹងគឺជាគំរូល្អនៅក្នុងសាលាបឋមមួយនឹងផងដែរអស់ជាច្រើនខែបាទជារដូវវស្សាអញ្ចឹងណាមានគ្រូពេទ្យហ្នឹងគេចុះមកតាមភូមិបងប្អូនតាមសាលារៀនអីអញ្ចឹងណាគឺមកពីរាជធានីភ្នំពេញធីតាគាត់ក៏បានទទួលនៅវិជ្ជបណ្ឌិតតែបានមកពិនិត្យសុខភាពសិស្សស្រីសិស្សប្រុសនៅក្នុងថ្នាក់ហ្នឹងណាហើយគាត់ក៏បានចាប់អារម្មណ៍ជាមួយនឹងវិជ្ជបណ្ឌិតម្នាក់ដែលគាត់ហ្នឹងគឺមកពីភ្នំពេញហ្នឹងឯងបាទគឺគាត់គឺលងស្រឡាញ់វិជ្ជបណ្ឌិតហ្នឹងទៅហើយវិជ្ជបណ្ឌិតហ្នឹងក៏តែងតែឲ្យភ្នែកឲ្យអីអញ្ចឹងណាបាទដើម្បីតាក់ទងគ្នានៅពេលដែលគាត់រួចកិច្ចការងារបណ្ឌិតសុខភាពអីសិស្សរួចអស់ហើយវិជ្ជបណ្ឌិតដែលមកពីភ្នំពេញអញ្ចឹងបងប្អូនគាត់ក៏បានណាត់ជាមួយនឹងគ្រូដើម្បីនិយាយកិច្ចការអីខ្លះអញ្ចឹងណាហើយព្រមទាំងមិននិយាយកិច្ចការសាលាហ្នឹងទេបងប្អូនពួកគាត់ថែមទាំងតាក់ទងគ្នាជាស្នេហាទៀតផងអញ្ចឹងអ្នកគ្រូធីតារបស់យើងគាត់ក៏បានតាក់ទងគ្នាជាមួយលោកវិជ្ជបណ្ឌិតហ្នឹងទៅហើយលោកនាយកក៏មិនដឹងនោះដែរបាទដោយសារតែគាត់គឺបានតាក់ទងគ្នាស្ងាត់ហើយលោកវិជ្ជបណ្ឌិតគាត់គឺជាអ្នកមានមកពីរាជធានីភ្នំពេញបងប្អូននឹងស្រាប់ហើយបាទមកពីរាជធានីភ្នំពេញម្នាក់គឺសុទ្ធតែមានហើយបាទហើយលោកវិជ្ជបណ្ឌិតហ្នឹងគឺមានឈ្មោះថាលោកកក្តាបងប្អូនបាទវិជ្ជបណ្ឌិតកក្តាដែលគាត់គឺចុះបេសកកម្មមកមនិតសុខភាពតាមបណ្ដាខេត្តនានាមិនថាតែក្នុងខេត្តកំពង់ធំនោះទេបងប្អូនខេត្តផ្សេងគឺគាត់ចុះដែរតែដោយសារតែគាត់ចុះអស់អញ្ចឹងណាបងប្អូនបាទគឺគាត់មកចុះនៅក្នុងខេត្តកំពង់ធំអីចឹងទៅអ
ចឹងនៅពេលដែលគាត់នឹងគឺសារសងតាក់ទងស្នេហាគ្នាអស់រយៈពេលមួយខែអញ្ចឹងណាវិជ្ជបណ្ឌិតកក្កដាគាត់ក៏សុំអ្នកគ្រូធីតារបស់យើងគឺមកលេងផ្ទះរបស់គាត់ហើយអ្នកគ្រូធីតារបស់យើងគាត់ក៏បានប្រកែកដែរថាវិជ្ជបណ្ឌិតមិនបាច់មកទៅអីពួកអីគាត់ខ្មាស់អៀនអញ្ចឹងណាពួកអីគាត់គិតថាគាត់ក្រហើយផ្ទះរបស់គាត់គឺប្រក់ស្លឹកត្នោតហើយសសរពុកផុយទៀតគឺគាត់គឺមិនហ៊ានឲ្យលោកកក្កដានឹងមកនោះទេអញ្ចឹងលោកកក្កដានឹងលក្ខណៈថាគាត់នឹងគឺមិនបានចាប់អារម្មណ៍នឹងឋានៈឬក៏ផ្ទះសម្បែងអីនេះទេគឺគ្រាន់តែយកចិត្តនឹងចិត្តអីអញ្ចឹងបងប្អូនបាទគឺគាត់ស្រឡាញ់ដែលលោកគ្រូនាយកនឹងគឺបានរៀបរាប់ប្រាប់គាត់តែងតែព្យាយាមបាទបហាត់បរៀនសិស្សក៏ដូចជាឧស្សាហ៍ក្នុងការដាំផ្កាតុបតែងសាលាអីគឺស្អាតគឺគាត់ដឹងឯងអញ្ចឹងគឺធ្វើឲ្យលោកវិជ្ជបណ្ឌិតកក្កដារបស់យើងគឺគាត់គឺចាប់អារម្មណ៍លើនាងហើយព្រមទាំងរូបសម្រស់ស្រស់ស្អាតថែមទៀតធ្វើឲ្យលោកគ្រូវិជ្ជបណ្ឌិតកក្កដារបស់យើងគឺស្រឡាញ់គឺដកចិត្តមិនរួចនោះទេនៅពេលដែលលោកកក្កដាហ្នឹងគឺសុំអ្នកគ្រូធីតាគឺដដែលអញ្ចឹងណាហើយទីបំផុតអ្នកគ្រូធីតារបស់យើងក៏បានយល់ព្រមជាមួយនឹងលោកវិជ្ជបណ្ឌិតកក្កដាលោកគ្រូវិជ្ជបណ្ឌិតកក្កដានៅពេលដែលអ្នកគ្រូធីតាគាត់យល់ព្រមគឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើគាត់បានទិញផ្លែឈើយ៉ាងច្រើនបាទព្រមទាំងនំចំណីគឺមកច្រើនខ្លាំងមែនតើដើម្បីមកលេងផ្ទះរបស់អ្នកគ្រូធីតារបស់យើងបងប្អូនជាលើកដំបូងហើយនៅពេលដែលលោកគ្រូកក្កដាមកភ្លាមណាគឺនាងអ្នកគ្រូធីតារបស់យើងគឺគាត់ទទួលដោយម្រាមដៃដប់ជានារីខ្មែរអីអញ្ចឹងបងប្អូនគឺគាត់ពិតជាសប្បាយចិត្តណាស់អ្នកគ្រូកក្កដារបស់យើងគឺទៅតែមានស្នេហាជាលើកដំបូងរបស់គាត់តែប៉ុណ្ណោះបាទជាមួយនឹងលោកវិជ្ជបណ្ឌិតកក្កដាហើយអ្នកគ្រូធីតារបស់យើងក៏មិនណយនោះដែរនៅពេលដែលមានគេមកសុំលេងផ្ទះក៏ដូចជាប្រុសស្នេហ៍ដែលគាត់សុំលេងផ្ទះអញ្ចឹងណាគឺគាត់គឺរៀបចំផ្ទះសម្បែងនឹងស្រស់ស្អាតខ្លាំងមែនតើបាទរៀបចំតុបតែងហើយសម្រាប់គឺគ្មានមួយនោះទេបាទគឺគាត់បោសឡើងស្អាតបាទទីធ្លាផ្ទះណាទោះបីជាផ្ទះរបស់គាត់នឹងគឺប្រក់ស្លឹកត្នោតជញ្ជាំងស្លឹកត្នោតក៏ដោយក៏មើលទៅគឺស្រស់ស្អាតបាទមុខផ្ទះគឺគ្មានស្មៅមួយតងនោះទេបាទគឺគាត់ជំរះឡើងស្អាតឆេញតែម្ដងណាបងប្អូនអញ្ចឹងគាត់គឺបានរៀបចំបាយទឹកអញ្ចឹងណាបងប្អូនបាទគឺមួយកំ plei តែម្ដងតែបាយទឹកហ្នឹងគឺមិនមែនដូចជាក្រុងអីទេបាទគឺមានតែសម្លមួយចានបាយមួយចានហ្នឹងឯងព្រមទាំងផ្លែឈើតាមចិត្តផ្ទះដូចជាផ្លែតបែកអីអញ្ចឹងណាបាទគេបេះជូនលោកកក្កដារៀបចំឲ្យស្អាតទុកលើស្ពកតែម្ដងនៅពេលដែលលោកកក្កដារបស់យើងគឺមកឃើញបែបនេះគឺគាត់ពេញចិត្តស្ដោកតែម្ដងណាអញ្ចឹងពួកគេក៏បានញ៉ាំបាយជុំគ្នាបាទព្រមទាំងសាច់កាក់ក្អាយអញ្ចឹងទៅបន្ទាប់ពីពួកគេបានសាច់កាក់ក្អាយអញ្ចឹងណាបងប្អូនហើយក៏ល្ងាចអ្នកគ្រូធីតារបស់យើងគាត់ក៏បានថាហើយលោកវិជ្ជបណ្ឌិតគឺមិនត្រឡប់ទៅផ្ទះវិញទៅអីចិត្តល្ងាចហើយហ្នឹងណាហើយលោកគ្រូកក្កដារបស់យើងគាត់ក៏ថាអូល្ងាចហ្នឹងគឺខ្ញុំជាប់ផែនការមួយនៅភូមិនេះដែរទេបាទគឺនៅផ្ទះរបស់លោកមេភូមិអីអញ្ចឹងណាគឺគាត់ចុះពិនិត្យអ្នកភូមិអញ្ចឹងគាត់សុំផ្ទះមេភូមិហ្នឹងគឺដើម្បីស្នាក់នៅនឹងឯងគឺអត់បានត្រឡប់ទៅរាជធានីភ្នំពេញវិញទេអញ្ចឹងនៅពេលដែលគាត់មកលេងហើយបាទនិយាយគ្នាបាទបែបស្នេហាសើចកក្អិចហើយអញ្ចឹងណាបងប្អូនគឺគាត់ក៏បានលាអ្នកគ្រូធីតាហ្នឹងគឺទៅផ្ទះរបស់លោកមេភូមិវិញដែលនៅគិសាលាបឋមនឹងឯងណាបងប្អូនហើយអ្នកគ្រូធីតារបស់យើងក៏បានសុំលោកគ្រូវិជ្ជបណ្ឌិតហ្នឹងថានៅពេលដែលថ្ងៃត្រង់ណាពេលខ្ញុំត្រឡប់មកពីបង្រៀនសិស្សវិញលោកវិជ្ជបណ្ឌិតគឺអាចមកញ៉ាំបាយនេះបានដោយសារតែខ្ញុំគឺត្រៀមម្ហូបសម្រាប់លោកគ្រូជាស្រេចអញ្ចឹងណាអញ្ចឹងហើយលោកគ្រូវិជ្ជបណ្ឌិតរបស់យើងគាត់ក៏បានយល់ព្រមបាទមកហូបបាយជុំគ្នាជាមួយនឹងគូស្នេហ៍វ័យក្មេងរបស់គាត់នឹងឯងអញ្ចឹងពួកគេបានហូបបាយថ្ងៃត្រង់ហើយក៏សើចកក្អិចដូចរាល់ដងដែលខ្ញុំបានជម្រាបជូនខាងលើតែពេលនេះដូចជាចិត្តស្និទ្ធជាងមុនបងប្អូនណាពួកគេអាចប៉ះដៃអាចលក្ខណៈថា sweet ជាងមុនបាទខ្ញុំនិយាយកាត់ថា sweet អញ្ចឹងណាហើយពេលវេលាក៏មិនបងអង្គយូរដែរហើយក៏ងងឹតទៅពេលនោះលោកគ្រូវិជ្ជបណ្ឌិតរបស់យើងក៏បានសូមអ្នកគ្រូធីតាថាតើខ្ញុំអាចស្នាក់នៅទីនេះបានទេយប់ហ្នឹងណាដោយសារតែស្អែកខ្ញុំនឹងត្រឡប់
ទៅភ្នំពេញវិញហើយអ្នកគ្រូធីតារបស់យើងក៏មិនចង់ដែរមិនចង់ឲ្យគាត់ហ្នឹងគឺនៅទីនេះនេះទេដោយសារតែខ្លាចភ្នែកអ្នកភូមិដែលមើលមកគឺមិនសមស្គងអីអញ្ចឹងណាបងប្អូនដោយសារតែគាត់គឺជាស្ត្រីក្រមុំផងបាទដូចជានារីដែលអ្នកភូមិក៏ដូចជាគ្រូនាយកនៅទីនោះគឺតែងតែកោតសរសើរគាត់ថាជានារីល្អជានារីដែលចេះតស៊ូក្នុងការងារក៏ដូចជានារីដែលចេះរៀបចំផ្ទះសម្បែងផងនោះគឺគាត់មិនចង់ឲ្យលោកកក្តាហ្នឹងគឺដេកក៏ដូចជាសម្រាននៅទីនោះទេដោយសារតែគាត់ហ្នឹងគឺស្រឡាញ់ពេកបាទដោយសារតែគាត់ហ្នឹងគឺស្រឡាញ់លោកវិជ្ជបណ្ឌិតពេកក៏ដូចជាថ្ងៃស្អែកក៏បានឃ្លាតឆ្ងាយពីបេះដូងទៅហើយបាទនិយាយថាឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ទៅហើយគាត់ក៏កាត់គេកាត់ខ្មាស់បាទគឺព្រមឲ្យលោកអក្តាហ្នឹងគឺសម្រាននៅទីនោះផងដែរអញ្ចឹងពួកគេក៏បានរៀបចំបាយពេលល្ងាចអញ្ចឹងណាបងប្អូនបាទគឺរៀបចំបាយពេលល្ងាចគឺហូបជុំគ្នាអញ្ចឹងទៅហើយយប់នោះដែលគឺជាយប់ដែលអ្វីៗដែលបានកើតឡើងចំពោះអ្នកគ្រូធីតារបស់យើងហើយពេលនោះគាត់ក៏បានជ្រុលជ្រោះជាមួយនឹងគ្នានោះទៅហើយគាត់ក៏បានជ្រុលជ្រោះហើយក៏លោកវិជ្ជបណ្ឌិតរបស់យើងគឺលក្ខណៈថាគាត់ប្រាប់អ្នកគ្រូធីតាហ្នឹងគឺមិនបាច់ភ័យនោះទេរឿងនេះខ្ញុំអ្នកទទួលខុសត្រូវអូនមិនបាច់ចាំភ័យនោះទេនៅពេលដែលបងរួចរាល់ការងារក៏ដូចជារៀបចំឯកសារនៅភ្នំពេញរួចបងនឹងត្រឡប់មកវិញអីអញ្ចឹងណាហើយព្រឹកក៏បានមកដល់លោកវិជ្ជបណ្ឌិតកក្តារបស់យើងគាត់ក៏បានលាអ្នកគ្រូធីតារបស់យើងទៅគាត់ក៏បានលាអ្នកគ្រូធីតារបស់យើងគឺទៅរាជធានីភ្នំពេញវិញហើយដោយសារតែគាត់គឺនៅរៀបចំឯកសារជាច្រើនដើម្បីធ្វើបេសកកម្មជាបន្តទៀតអីអញ្ចឹងណាបងប្អូនហើយនៅពេលដែលលោកវិជ្ជបណ្ឌិតកក្តាធ្វើបេសកកម្មរួចក៏ដូចជាគាត់នឹងគឺរៀបចំឯកសាររួចគាត់នឹងសន្យាថានឹងវិលត្រឡប់មកវិញហើយគាត់គឺទុកតែលេខទូរស័ព្ទមួយតែប៉ុណ្ណោះសម័យមុនណាបងប្អូនគឺមិនមានអ្វីដូចជា Facebook ក៏ដូចជាឆាតដូចសប្ងៃនេះទេគឺគាត់គឺមានតែលេខទូរស័ព្ទមួយសម្រាប់ទេហ្នឹងគឺតាក់ទងគ្នាតែប៉ុណ្ណោះសម័យមុនបងប្អូនដឹងហើយបាទគឺមិនទាន់មានអ៊ីនធឺណិតមិនទាន់មានទូរស័ព្ទទំនើបបាទហើយមានតែទូរស័ព្ទ N7 មួយប៉ុណ្ណឹងគឺសប្បាយហើយចំនួនខ្ញុំមានតែទូរស័ព្ទមួយបាទ N7 ហ្នឹងគឺមិនបាច់ទេបាទគឺលេងហ្គេមពស់ហ្នឹងគឺទុទីតែម្ដងបាទគ្នាមួយថ្នាក់ហ្នឹងគឺឲ្យតែចាញ់លេងគឺលេងហើយអញ្ចឹងចូលមកសាច់រឿងយើងវិញនៅពេលដែលលោកវិជ្ជបណ្ឌិតកក្តាហ្នឹងគឺទៅគឺអ្នកគ្រូកក្តារបស់យើងគឺគាត់ចាប់ផ្ដើមភ័យខ្លាចបាទភ័យខ្លាចថាម៉េចបងប្អូនបាទភ័យខ្លាចថាអ្នកភូមិដឹងខ្លាចអ្នកភូមិហ្នឹងគិតចំពោះគាត់ហ្នឹងគឺជាមនុស្សដែលប្រព្រឹត្តខុសនៅទំនៀមទម្លាប់តែដឹងឬក៏ខ្លាចលោកនាយកសាលាហ្នឹងគឺដឹងរឿងរបស់គាត់អញ្ចឹងណាបាទពួកអីគាត់គឺជាអ្នកគ្រូគំរូក៏ដូចជាគាត់គឺជាគ្រូដែលបង្រៀនសិស្សផងដែរអញ្ចឹងបើថាគាត់ប្រព្រឹត្តរឿងបែបហ្នឹងមែនបាទបើដឹងថាគាត់នឹងប្រព្រឹត្តបែបហ្នឹងមែនបងប្អូនបាទគាត់នឹងគឺយកកិត្តិយសដូចជាយកមុខរបស់គាត់គឺទៅទុកឯណាហើយអញ្ចឹងនៅពេលដែលគាត់ទៅសាលារៀនហ្នឹងគឺគាត់តែងតែភ្លឹកអញ្ចឹងណាបងប្អូននៅពេលដែលម៉ោងចេញលេងអញ្ចឹងគឺសិស្សសាលាតែងតែឃើញទឹកមុខរបស់អ្នកគ្រូអញ្ចឹងគឺភ្លឹកមិនដឹងថាគាត់ហ្នឹងគឺគិតដល់ណាដល់ណីនោះទេបងប្អូនហើយអ្នកគ្រូធីតារបស់យើងគឺគិតទៅដល់អនាគតនឹងឯងបងប្អូនណាគាត់ភ័យខ្លាចតែលោកវិជ្ជបណ្ឌិតកក្តាហ្នឹងគឺបានកុហកគាត់ទៅដឹងឬក៏គាត់ហ្នឹងគ្រាន់តែនិយាយលេងសើចទៅដឹងហើយគាត់ហ្នឹងគឺបានជ្រុលជ្រោះខ្លួនប្រាណអញ្ចឹងហើយគាត់គឺពិបាកខ្លាំងណាស់នៅពេលដែលគិតដល់រឿងនឹងម្ដងគឺគាត់ស្ទើរតែបែកខួរក្បាលទៅហើយបាទអ្នកគ្រូធីតារបស់យើងបងប្អូនចំណែកឯលោកវិជ្ជបណ្ឌិតកក្តារបស់យើងគាត់ក៏មិនបានប្រែកន្លះឬក៏ក្បត់ពាក្យសម្ដីពាក្យសន្យារបស់គាត់ដែរបាទគឺគាត់គឺស្រឡាញ់អ្នកគ្រូធីតាហ្នឹងគឺអស់ចេញពីចិត្តមែនបាទគឺគាត់គឺមិនបានប្រែកន្លះនោះទេគាត់គ្រាន់តែលក្ខណៈថាធ្វើបេសកកម្មគាត់រួចរាល់គាត់នឹងត្រឡប់ទៅវិញហើយបេសកកម្មរបស់គាត់ហ្នឹងគឺមិនថាមួយខែនោះទេបងប្អូនណាពីមុនបាទគឺមានប្រហែលបងប្អូនដូចជា23ខែ24ខែហ្នឹងឯងបាទអញ្ចឹងទម្រាំតែអស់23ខេត្តក្រុងរាជធានីហ្នឹងគឺមិនលក្ខណៈថាមិនលឿនដោយសំងាយនោះទេបាទគឺមានផ្លូវល្អបាទអញ្ចឹងចំណាយពេលរហូតដល់5ទៅ6ខែណោះបាទទើបគាត់ហ្នឹងគឺរួចបេសកកម្មគាត់ដើម្បីវិលត្រឡប់ទៅ
អ្នកគ្រូធីតាវិញតែទំនាក់ទំនងរបស់គាត់គឺតាក់ទងទៅវិញទៅមករាល់ថ្ងៃយ៉ាងឯងបងប្អូនណារៀបដូចជាយើងគឺលេងឆាតជាមួយគ្នារាល់ថ្ងៃយ៉ាងឯងអ្នកគ្រូធីតារបស់យើងគឺពោះគាត់គឺកាន់តែធំទៅអញ្ចឹងណាហើយលោកវិជ្ជាបណ្ឌិតកក្កដារបស់យើងក៏បានលក្ខណៈថាដាក់ញត្តិថាសុំច្បាប់ទៅនយោបាយទៅថាអ្នកគ្រូធីតាហ្នឹងគឺទៅមើលជំងឺក៏ដូចជាទៅមើលសុខភាពឬក៏ទៅនៅបងប្អូនឆ្ងាយអីចឹងណាដោយសារតែយកលេសខ្លាចគេហ្នឹងគឺដឹងរឿងពិតរបស់គាត់ហ្នឹងគឺជាមួយអ្នកគ្រូធីតាបាទអញ្ចឹងគាត់ថាឲ្យដែលសរសេរសុំច្បាប់ចំនួន7 ខែដោយសារតែទៅមើលបងប្អូនអីនៅឆ្ងាយអីអញ្ចឹងណាដោយពីមុនគឺគាត់មិនមានបងប្អូនទេហើយគាត់បានប្រកែកជាមួយនឹងលោកវិជ្ជបណ្ឌិតកក្កដាថាខ្ញុំមិនអាចធ្វើបែបនឹងបានទេដោយសារតែពីមុនគឺខ្ញុំមិនមានបងប្អូនឬក៏អ្នកស្គាល់ជាយូរហើយបាទគឺខ្ញុំមានតែឪពុកម្ដាយតែមួយគត់ហើយខ្ញុំគឺជាកូនតូចទៀតធ្វើម៉េចខ្ញុំអាចសរសេរសម្បត្តិហ្នឹងគឺឲ្យលក្ខណៈថាឲ្យសមជាងហ្នឹងណាបងប្អូនអញ្ចឹងលោកវិជ្ជបណ្ឌិតរបស់យើងគឺត្រិះរិះពិចារណាយកអាម៉េចបាទគឺយកឥឡូវអាម៉េចទៅឲ្យអ្នកភូមិដូចជាលោកគ្រូនាយកដែលបង្ហាត់នៅសាលាបឋមនោះគឺឲ្យជឿលើនាងណាអញ្ចឹងគឺលក្ខណៈថាលោកគ្រូវិជ្ជបណ្ឌិតរបស់យើងគឺបាននិយាយថាយកលេសចេះទៅថាខ្ញុំនឹងគឺឈឺជើងខ្ញុំឈឺជើងបាទហើយសរសៃជើងរបស់ខ្ញុំគឺដើមមិនរួចនោះទេបាទហើយលោកគ្រូពេទ្យដែលនៅពិនិត្យហ្នឹងណាគឺគេឲ្យដាក់ច្បាប់មករយៈសិនទៅអញ្ចឹងអ្នកគ្រូធីតារបស់យើងគាត់ក៏បានយល់ព្រមបាទហើយជើងរបស់គាត់គឺឈឺមែនបងប្អូនដោយសារតែគាត់គឺបានដើរក្រឡាច់ហើយរឿងខ្មៅលើកញ្ចឹងកជើងអញ្ចឹងណាអញ្ចឹងមាននយោគាត់ក៏បានមកមើលហើយព្រមទាំងអ្នកគ្រូលោកគ្រូដែលបង្ហាត់នៅទីនោះគាត់ក៏បានមកមើលបាទអ្នកគ្រូធីតារបស់យើងដែរហើយគាត់ក៏បានច្បាច់ចំជើងដែលអ្នកគ្រូធីតាកលាច់ហ្នឹងណាហើយគាត់យកលេសអានឹងកលាច់នឹងឯងបាទគឺខ្មៅហើយគាត់យកលេសថាมันអាចដើររួចអញ្ចឹងណាអញ្ចឹងឈឺជើងឈឺអីក៏ដោយអញ្ចឹងតាមសម័យខ្លួនរបស់យើងទេបាទយើងថាដើមរួចគឺដើមមិនរួចនឹងឯងបងប្អូនណាអញ្ចឹងគាត់យកលេសបានប៉ុណ្ណឹងអញ្ចឹងពោះរបស់គាត់គឺកាន់តែធំទៅណាបាទហើយចុងខែ7គឺគាត់គឺសំងំនៅតែក្នុងផ្ទះនោះទេហើយចំណែកឯលោកវិជ្ជបណ្ឌិតកក្កដារបស់យើងវិញគាត់ក៏បានចិត្តរួចបេសកកម្មរបស់គាត់ដែរសល់តែមួយសប្តាហ៍ទៀតនោះទេបាទគឺគាត់គឺបានត្រឡប់មកសំណប់ចិត្តរបស់គាត់វិញហើយបងប្អូនណាអញ្ចឹងយប់មួយបងប្អូនដែលជាយប់ដែលរន្ធត់ក៏ដូចជាយប់ដែលកំសត់បំផុតណាអ្នកគ្រូធីតារបស់យើងនឹងគឺគាត់ឈឺក្បាលអញ្ចឹងណាបាទគឺគាត់នៅលើផ្ទះកំសត់របស់គាត់បាទហើយគាត់ឈឺក្បាលនៅពេលយប់អញ្ចឹងណាបងប្អូនបាទគឺគាត់គ្មានផឹកទឹកហើយក៏បានចុះមកផឹកទឹកអីចឹងបងប្អូនហើយគាត់ក៏បានចុះពីលើផ្ទះដល់កំសត់របស់គាត់ដែលប្រក់ស្លឹកត្នោតហ្នឹងហើយក៏បានរអិលជើងដួលបងប្អូនគឺរអិលជើងដួលនឹងគឺនៅចង្រើតែម្ដងដោយសារតែបាក់កម្មទី4បានធ្វើឲ្យគាត់គឺធ្លាក់ពីលើចង្រើហើយក៏បានហូរឈាមជាច្រើនហើយក្បាលរបស់គាត់គឺជាប់បាទមុខគាត់គឺជាប់ដែលបានបុកជាមួយនឹងដីក៏ដូចជាទង្គិចក្បាលជាមួយនឹងមេចង្ដើអញ្ចឹងណាបាទហើយអ្នកគ្រូធីតារបស់យើងណាគាត់លក្ខណៈថាគាត់ក៏បានហៅអ្នកភូមិដែរគឺហៅបាទបងប្អូនដឹងស្រាប់អីហៅដូចអ្នកមានជំងឺហ្នឹងបងប្អូនហៅលឺខ្សោយខ្លាំងណាស់បាទដោយសារតែការឈឺក្បាលផងហើយដោយសារតែមានការហូរឈាមខ្លាំងមែនតើបាទធ្វើឲ្យអ្នកគ្រូធីតារបស់យើងគឺបានខ្សោះខ្លួនខ្លាំងមែនតើគឺធ្វើឲ្យគាត់ហ្នឹងគឺលក្ខណៈថាឈឺចុកចាប់ខ្លាំងមែនតើរហូតដល់ព្រឹកអញ្ចឹងណារហូតដល់ព្រឹកនៅតែអត់មានលក្ខណៈថាមានកម្លាំងកំហែងដើម្បីស្រែកហៅអ្នកភូមិបានទេដោយសារតែគាត់នឹងឈឺខ្លាំងមែនទែនតាំងពីយប់មកបងប្អូនបាទគឺធ្វើឲ្យគាត់នឹងគឺបានដាច់ខ្យល់ស្លាប់បាត់ទៅហើយបាទនៅកម្មចុងដើរនឹងឯងណាបងប្អូនចំណែកលោកវិជ្ជបណ្ឌិតកក្កដាវិញបងប្អូនប្រហែលថ្ងៃនេះគឺគាត់គឺមិនបានខលមកនោះទេដោយសារនឹងគាត់គឺបញ្ញាប់បញ្ញាល់ធ្វើបេសកកម្មឲ្យរួចអញ្ចឹងណាបងប្អូនហើយគាត់ថានៅសល់តែមួយសប្តាហ៍ទៀតអញ្ចឹងគឺគាត់ខំប្រឹងធ្វើឲ្យរួចដើម្បីនេះគឺត្រឡប់មកវិញអញ្ចឹងដែលរហូតដល់7 ថ្ងៃបងប្អូនរហូតដល់7 ថ្ងៃហ្នឹងបើហើយអ្នកភូមិគឺមិនចាប់អារម្មណ៍នោះទេដោយសារតែអ្នកគ្រូធីតារបស់យើងគាត់គឺស្ងំនៅតែក្នុងផ្ទះអីអញ្ចឹងណាបាទហើយរហូតដល់មួយសប្តាហ៍ហ្នឹងគឺ
លោកគ្រូវិជ្ជាបណ្ឌិតរបស់យើងគឺមកដល់ហើយគាត់ក៏បានទិញផ្លែឈើជាច្រើនដោយសារតែប្រពន្ធរបស់គាត់គឺមានទម្ងន់ផងប្រហែលជាគាត់គឺឃ្លានហើយបាទគឺនៅផ្ទះតែម្នាក់ឯងហើយដាំបាយដាំទឹកគឺនៅតែម្នាក់ឯងអញ្ចឹងណាបងប្អូនបាទគឺគាត់ទិញផ្លែប៉ោមផ្លែចេកក៏ដូចជានំដែលបើខ្លាំងមែនតើដើម្បីយកឲ្យអ្នកគ្រូធីតាបងប្អូនបាទអញ្ចឹងនៅពេលដែលគាត់ចូលឡានមកបងប្អូនបាទអញ្ចឹងគាត់បើកទ្វារមុខណាបងប្អូនគឺធំភាយដូចជាក្លិនស្អុយអញ្ចឹងណាបងប្អូនបាទហើយលោកគ្រូវិជ្ជាបណ្ឌិតរបស់យើងថាចំហើយល្វីក៏ស្ងាត់ម្លេះហើយគាត់ក៏បានស្រែកហៅអ្នកគ្រូធីតារបស់យើងអញ្ចឹងណាបាទស្រែកហៅថាអូនបងមកដល់ហើយនេះយកអីវ៉ាន់បងផងនេះអីវ៉ាន់ច្រើនណាស់ព្រមទាំងចេកផ្លែប៉ោមផ្លែអីអញ្ចឹងណាជួយមកយកបងផងនេះបាទហើយបងគឺយកឯកសារខ្លះអូនចេញមកយកមកបាទហើយគាត់ក៏ធំក្លិនទៀតប្រហែលជាប្រពន្ធអញគឺបានធ្វើប្រហុកធ្វើផ្អកចាំអញហើយបាទអញ្ចឹងណាបាទគាត់គិតអញ្ចឹងទៅអូនចេះរៀបចំធ្វើប្រហុកធ្វើអីទៀតបាទធំក្លិនភាយអញ្ចឹងណាបាទអញ្ចឹងនៅតែមិនឃើញទៀតបាទហើយគាត់ក៏បានមិនខឹងមិនអីទេហើយគាត់ក៏បានស្ពាយសក់ដូរព្រមទាំងចំណីចំណុកផ្លែឈើទាំងអស់ហ្នឹងទៅក្នុងផ្ទះបាទអញ្ចឹងនៅពេលដែលគាត់បើកទ្វារអញ្ចឹងគឺស្ងាត់ជ្រាបបាទទាល់តែគាត់នឹងដើរចូលទៅដល់កាំជង្រើក្នុងផ្ទះហ្នឹងបងប្អូនកាំជង្រើមួយដែលធ្វើសម្រាប់ឡើងទៅបន្ទប់ដេកបាទអញ្ចឹងគាត់ក៏បានឃើញបាទគឺបានឃើញអ្នកគ្រូធីតារបស់យើងគឺដេកស្ដោកអញ្ចឹងណាបាទគាត់ដើរទៅដល់ក៏ឃើញភ្នែកលក្ខណៈថាបិទមិនជិតណាបាទហើយឈាមកំពុងតែហូរមកអញ្ចឹងបាទគឺខ្មៅហើយបាទមួយសប្តាហ៍ហើយណាបាទអញ្ចឹងគាត់ក៏បានទិលតែម្ដងបងប្អូនណាបាទគឺគាត់នឹងបែបញាក់ហើយក៏បានលក្ខណៈថាទម្លាក់អីវ៉ាន់ទាំងអស់ធ្លាក់នឹងដីតែម្ដងពេលនោះគឺគាត់យំយ៉ាច់ខ្លាំងមែនទែនបងប្អូនបាទគឺគាត់ហ្នឹងគឺមិនអាចឲ្យសាកសពបានទេបាទគឺគ្រាន់តែកាន់ដៃអញ្ចឹងណាដោយសារតែសាកសពហ្នឹងគឺស្អុយរលួយតិចទៅហើយបាទគឺហើមអញ្ចឹងណាបងប្អូនហើយរុយក៏បានរោមច្រើនផងដែរបាទហើយគាត់បានយំយែឆៅហៃល្វិចក៏អូនហ្នឹងគឺភ្លេចពាក្យសម្ដីទីចោលបងអញ្ចឹងណាហើយគាត់ក៏បានដើរកវលជំវិញផ្ទះអញ្ចឹងណាខ្លាចមានអ្នកណាធ្វើបាបគាត់ទៅដឹងតែគាត់គួយឡើងលើបាទគួយលើកម្មជិងដើរឡើងគឺបាក់មែនបាទគឺបាក់កម្មទី4ហ្នឹងហើយបងប្អូនណាហើយបាទគឺគាត់ភ័យខ្លាំងមែនតើនៅពេលនោះណាបាទហើយគាត់ភ័យខ្លាចមែនតើបងប្អូនបាទអញ្ចឹងគាត់ភ័យខ្លាចថាអ្នកភូមិហ្នឹងចោទប្រកាន់គាត់ទៅដឹងនៅពេលដែលគាត់គឺទៅប្រាប់ដល់អ្នកភូមិបាទគឺប្រហែលជាអ្នកភូមិហ្នឹងគឺចោទប្រកាន់គាត់ថាគាត់ហ្នឹងគឺសម្លាប់អ្នកគ្រូធីតាលក្ខណៈបំបិតមាត់ហើយល្បីក៏គាត់មានផ្ទៃពោះបាទអញ្ចឹងគឺធ្វើឲ្យគាត់នឹងគឺយកលេសភ័យខ្លាំងមែនទែនហើយព្រមទាំងខ្លាចបាត់បង់កិត្តិយសបាទគឺគាត់លក្ខណៈថាអ្នកគ្រូធីតាហ្នឹងគឺទៅកប់នៅក្រៅផ្ទះបាទនៅក្រោមដើមក្រូចមួយបាទអញ្ចឹងគឺគាត់ក៏បានយកចបយកអីអញ្ចឹងណាបាទហើយក៏បានទាញអ្នកគ្រូធីតាហ្នឹងគឺកប់គាត់លក្ខណៈថាទាញកប់ទាញអីរួចរាល់ហើយអញ្ចឹងណាបងប្អូនបាទគឺគាត់ហ្នឹងគឺទុកផ្លែឈើព្រមទាំងសក្ដូស្អីរបស់គាត់គឺនៅនឹងបាទហើយគាត់ក៏បានឡើងឡានហ្នឹងគឺត្រឡប់ទៅភ្នំពេញវិញយ៉ាងលឿនតែម្ដងបងប្អូនណាបាទហើយគាត់ភ័យខ្លាចយ៉ាងខ្លាំងបាទហើយនៅតាមផ្លូវបងប្អូនគឺឡានខ្លាំងមែនតើគាត់បើកអញ្ចឹងគាត់ញ័រអញ្ចឹងទៅបាទរហូតដល់ភ្នំពេញណាបាទគឺទៅដល់ឪពុកម្ដាយរបស់គាត់គឺគាត់គឺភ័យបាទនៅតែភ័យឪពុកម្ដាយរបស់គាត់គឺសួរកូនកក្កដាថាហើយល្បីក៏កូនភ័យខ្លាចយ៉ាងហ្នឹងបងប្អូនណាគឺកក្កដាគឺមិនអាចប្រាប់រឿងរ៉ាវនោះបានទេដោយសារតែគាត់គឺមានស្នេហាលួចលាក់បាទបើថាធ្វើអញ្ចឹងឬក៏ប្រាប់អញ្ចឹងទៅធ្វើឲ្យគាត់នឹងគឺលក្ខណៈថាមានសម្ពាធខ្លាំងអញ្ចឹងគឺគាត់លាក់ថាខ្ញុំមិនដឹងថាម៉េចទេម៉ែនេះខ្ញុំចេះតែញ័រភ័យអីអញ្ចឹងណាហើយថ្ងៃបន្ទាប់ហ្នឹងលោកគ្រូកក្កដារបស់យើងគឺក៏បានឈប់ភ័យឈប់អីអញ្ចឹងណាបាទហើយគាត់ក៏បានចូលធ្វើការធម្មតាអីចឹងទៅហើយឯកសារមួយចំនួនហ្នឹងគឺនៅផ្ទះរបស់អ្នកគ្រូធីតាហ្នឹងហើយលោកនាយកវិជ្ជាបណ្ឌិតគាត់ក៏បានទេរកឯកសារហ្នឹងអញ្ចឹងណាហើយលោកគ្រូវិជ្ជាបណ្ឌិតកក្កដារបស់យើងគាត់ក៏បានយកលេសថាឯកសារហ្នឹងប្រហែលជាខ្ញុំភ្លេចនៅហាងកាហ្វេមួយខ្ញុំមិនអាចទៅរកវិញបានទេហើយលោកអាចធ្វើថ្មីបានអីអញ្ចឹងណាបាទហើយលោកនាយករបស់លោកគ្រូវិជ្ជាបណ្ឌិតកក្កដាគាត់ថាមិនអីទេអញ្ចឹងចាំឲ្យកូនចៅរបស់ខ្ញុំគឺធ្វើសារថ្មីក៏បានដែររៀបចំឯកសារថ្មីបាទគាត់គឺមិនអាចចោទប្រកាន់លោកវិជ្ជាបណ្ឌិតបានទេដោយសារតែនៅក្នុង
ពេទ្យហ្នឹងគឺគាត់រៀងធំដែរអញ្ចឹងណាអញ្ចឹងយប់បន្ទាប់បាទបន្ទាប់ពីគាត់វិលត្រឡប់មកលក្ខណៈថាមកផ្ទះវិញនៅក្នុងវីឡាដ៏ស្កឹមស្កៃរបស់គាត់ហើយណាគាត់ងូតទឹកងូតអីចឹងទៅបាទអញ្ចឹងនៅពេលដែលគាត់បើកទ្វារបន្ទប់ទឹករបស់គាត់គឺបើកមកគឺធំក្លិនស្អុយតែម្ដងបងប្អូនបាទហើយធំក្លិនស្អុយហ្នឹងមិនមែនថាស្អុយសត្វស្អុយអីទេបាទគឺធំស្អុយហ្នឹងគឺស្អុយក្លិនដែលដូចសាកសពរបស់អ្នកគ្រូធីតាអញ្ចឹងឯងបងប្អូនណាបាទអ្នកគ្រូធីតាអញ្ចឹងឯងធ្វើឲ្យគាត់ហ្នឹងគឺភ័យខ្លាំងមែនតើបាទគឺភ័យខ្លាចខ្លាំងមែនតើហើយក្នុងបន្ទប់ហ្នឹងគឺស្ងាត់ណាបាទគឺគាត់នៅតែម្នាក់ឯងអញ្ចឹងណាហើយពុកម្ដាយរបស់គាត់គឺគេងនៅជាន់ក្រោមបាទមានតែគាត់ឯងនៅលើណាបងប្អូនបាទអញ្ចឹងនៅពេលដែលគាត់បើកបន្ទប់ទឹករាល់ណាបាទមិនថាធំក្លិនស្អុយបាទហើយគាត់ចាប់ដើមភ័យរហូតតាំងពីថ្ងៃហ្នឹងមកអីអញ្ចឹងណាបាទហើយយប់មួយជាយប់ដែលមិត្តភ័ក្តិក្នុងពេទ្យហ្នឹងគឺបានរៀបការហើយលោកវិជ្ជបណ្ឌិតរបស់យើងគាត់ក៏បានយកខោអាវថ្មីយកខោអីពីក្នុងទូអញ្ចឹងណាបាទហើយគាត់ក៏បានបើកទូមួយបងប្អូនបាទហើយក៏បានបើកខ្វាក់អញ្ចឹងមកគឺធំក្លិនស្អុយខ្លាំងមែនតើបងប្អូនណាពេលនោះគាត់ក៏បានទាញអាវឆ្វាកមកណាបងប្អូនបាទគឺឃើញឈាមខ្មៅព្រមទាំងក្លិនស្អុយនឹងគឺដូចសាកសពអ្នកគ្រូធីតាដែលគាត់គឺបានយកទៅកប់នឹងគឺក្រោមដើមក្រូចអញ្ចឹងហ្នឹងបងប្អូនបាទគឺធំក្លិនគឺដូចគ្នាខ្លាំងមែនតើធ្វើឲ្យគាត់នឹងគឺភ័យហើយដួលអុកក្តិតទឹះនឹងអេតការ៉ូតែម្ដងបងប្អូនណានឹងអេតហើយគាត់គិតថាខ្មោចរបស់អ្នកគ្រូធីតានឹងគឺលក្ខណៈថាមិនអស់ចិត្តដូចជាមិនអស់អាល័យក៏ដូចជាមកចងកម្មចងពីជាមួយគាត់ហើយដោយសារតែគាត់គឺមិនបានប្រាប់ឪពុកម្ដាយរបស់គាត់អំពីរឿងនេះទេហើយគាត់សង្ឃឹមថាលោកគ្រូវិជ្ជបណ្ឌិតនឹងគឺបានប្រាប់ជម្រាបជូនអីអញ្ចឹងតែការពិតគឺលោកវិជ្ជបណ្ឌិតរបស់យើងគឺគាត់មិនបានជម្រាបជូនដល់ឪពុកម្ដាយរបស់គាត់នោះទេចឹងធ្វើឲ្យវិញ្ញាណក្ខន្ធរបស់អ្នកគ្រូធីតារបស់យើងគឺគាត់ខឹងសម្បាជាមួយនឹងលោកវិជ្ជបណ្ឌិតមែនតើបងប្អូនណាបាទគឺធ្វើឲ្យគាត់នឹងគឺខ្លាចបាទគឺទ្រាំមិនបានអញ្ចឹងលក្ខណៈថាលោកគ្រូវិជ្ជបណ្ឌិតនឹងក៏បានជម្រាបជូនរឿងរ៉ាវទាំងសមាមានហ្នឹងគឺប្រាប់ទៅឪពុកម្ដាយរបស់គាត់ទៀមនោះឪពុកម្ដាយរបស់គាត់ក៏បានលក្ខណៈថាខឹងនឹងកូនខ្លាំងមែនទែនហើយលោកវ័យក៏កូនប្រព្រឹត្តអំពើដល់ព្រៃផ្សៃបែបនេះបាទហើយលោកវ័យក៏មិនប្រាប់ជម្រាបជូនដល់គាត់ក៏ដូចជាប្រាប់ដល់អ្នកភូមិទៅក្រោយពេលដែលពុកម្ដាយរបស់លោកវិជ្ជបណ្ឌិតកាក់ក្តារដឹងរឿងនេះហើយគាត់ក៏ចាប់ផ្ដើមរៀបចំឡានមួយសម្រាប់លក្ខណៈថាធ្វើដំណើរទៅក្នុងខេត្តកំពង់ធំព្រមទាំងផ្លែឈើព្រមចំនួនចំណុកអីផ្សេងប្រៀបដូចជាការអញ្ចឹងហ្នឹងបងប្អូនបាទព្រមទាំងមានអាចារ្យផងបាទអញ្ចឹងគាត់ក៏បានជឿឡានទៅទាំងគ្រួសាររបស់គាត់ទៅខេត្តកំពង់ធំបាទពេលទីដល់បងប្អូននៅក្នុងខេត្តកំពង់ធំក៏ដូចជាស្រុកភូមិហ្នឹងក៏បានភ្ញាក់ផ្អើលហើយអ្នកភូមិក៏បាននិយាយថាមិនគួរមានរឿងនេះកើតឡើងនោះទេហេតុអ្វីក៏លោកធ្វើរឿងបែបនេះហើយអ្វីក៏មិនប្រាប់ហើយអ្វីក៏មានជម្រាបជូនដល់ពួកខ្ញុំឲ្យបានដឹងផងអញ្ចឹងណាបាទអញ្ចឹងគាត់ក៏ចាប់ផ្ដើមរៀបចំពិធីមួយដែលជាពិធីរៀបការអញ្ចឹងឯងធ្វើនៅក្នុងដើមក្រូចហ្នឹងបងនៅជិតដើមក្រូចហ្នឹងដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់អ្នកគ្រូធីតាហ្នឹងគឺបានស្ងប់ក៏ដូចជាធ្វើពិធីហ្នឹងគឺសូមអភ័យទោសដល់កូនប្រុសរបស់គាត់ផងដោយសារតែគាត់គឺគ្មានចេតនានោះទេហើយគាត់ខុសតែម្យ៉ាងគត់ត្រឹមថាគាត់នឹងគឺមិនបានប្រាប់ដល់អ្នកភូមិនៅពេលដែលនាងស្លាប់នឹងឯងបាទគឺគាត់ខ្លាចប៉ះពាល់កិត្តិយសក៏ដូចជាខ្លាចអ្នកភូមិគឺចោទប្រកាន់មកលើគាត់អញ្ចឹងឯងបងប្អូនបាទនៅពេលដែលគាត់ហ្នឹងបងប្អូននៅពេលដែលគាត់ធ្វើពិធីរួចរាល់អីអញ្ចឹងណាបាទហើយបួងសួងហើយក៏សូមអភ័យទោសព្រមទាំងលោកគ្រូវិជ្ជបណ្ឌិតហ្នឹងគឺសូមអភ័យទោសដោយផ្ទាល់ដោយអុជធូបអុជអីនៅក្នុងពិធីហ្នឹងណាហើយគេក៏បានធ្វើពិធីមួយធំបុណ្យអញ្ចឹងទៅសម្រាប់ជូនបុណ្យកុសលហ្នឹងគឺដល់អ្នកគ្រូធីតានឹងថាគុំចងកម្មចងពៀជាមួយនឹងមនុស្សលោកីនេះទៀតអីហើយធ្វើអំពើល្អទៅបាទឆាប់ទៅចាប់ជាតិឆាប់អីទៅបងប្អូនណាបាទគឺគេក៏បាននិយាយបែបហ្នឹងអីណាបាទអញ្ចឹងនៅពេលដែលគេធ្វើពិធីរួចគេក៏បានចែកទានដល់អ្នកក្រីក្រនៅទីនោះអីអញ្ចឹងណាបាទហើយពិធីហ្នឹងក៏បានរួចសពគ្រប់អីហ៎បងប្អូនហើយគ្រួសាររបស់គាត់ក៏បានជម្រាបជូនដល់លោកនាយកក៏ដូចជាមេភូមិនៅទីនោះឲ្យបានជ្រាបថាសោកនាដកម្មនេះគឺគាត់មិនបានប្រព្រឹត្តនោះទេដោយអចេតនានោះទេបាទអញ្ចឹងគាត់មិនបានខុសអីនោះទេបាទគឺគាត់ធ្វើពិធីអីរួចរាល់ក៏ដូចជាសរសេរញត្តិសរសេរអីថារឿងឃាតកម្មឬក៏
ស័ក្តិសមនៃគ្រូធីតាដែលបានកើតឡើងនេះគឺមិនមែនដោយឃាតកម្មនោះទេបាទដោយសារតានាងគឺជួបដោយខ្លួនឯងនោះទេបាទអញ្ចឹងគឺគ្រូសាស្ត្ររបស់គាត់ក៏បានធ្វើពិធីនឹងរួចរាល់ក៏ដូចជាធ្វើច្បាប់ធ្វើអីរួចរាល់គាត់ក៏បានទៅភ្នំពេញវិញអីអញ្ចឹងណាហើយនៅពេលយប់លោកគ្រូវិជ្ជាបណ្ឌិតកក្កដាយើងក៏បានជម្រាបជូនថានៅពេលយប់គឺខ្ញុំមិនបានធំក្លិនស្អុយធំក្លិនអីដូចពីសប្តាហ៍នោះទេអញ្ចឹងវិញ្ញាណក្ខន្ធរបស់នៅគ្រូធីតាយើងគឺគាត់ខឹងត្រង់ហ្នឹងហើយបងប្អូនណាបងប្អូនបាទគឺគាត់ខឹងត្រង់ថាគាត់គឺមិនបានជម្រាបជូនដល់ឪពុកម្ដាយរបស់គាត់ដែលស្រឡាញ់គ្នាជាមួយនឹងគ្រូធីតានឹងទេបាទក៏ដូចជាគាត់ខឹងត្រង់ថាមិនបានប្រាប់ដល់អ្នកភូមិនៅពេលដែលគាត់ស្លាប់បាទអញ្ចឹងគឺរឿងរ៉ាវនៅក្នុងខេត្តកំពង់ធំក៏ដូចជាអ្នកគ្រូដ៏គួរឲ្យកំសត់ម្នាក់នេះគឺបានចប់តែប៉ុណ្ណេះបាទអញ្ចឹងបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះណាបងប្អូនបាទហើយខ្ញុំសូមអធិស្ឋានបើសិនជាមានពាក្យពេចន៍ដែលខ្ញុំលក្ខណៈថាអភិបាយទៅវាមានការឆ្កំចងត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងណាបងប្អូនហើយកុំភ្លេចបងប្អូនជួយចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបានរឿងថ្មីបន្តបន្ទាប់ទៀតបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា